តោះជំរាបសួរក៏ដូចជាសួស្តីទៅកាន់បងប្អូនទាំងអស់គ្នា Welcome back SPFX ជួបជាមួយនឹងខ្ញុំម្ដងទៀតហើយបញ្ញាចឹងថ្ងៃហ្នឹងគឺខ្ញុំមកវិភាគទៅលើតម្លៃទីផ្សារសកលដែលយើងធ្វើការ trade ទៅលើតម្លៃមាសជាធម្មតាក៏ប៉ុន្តែមុននឹងចូលទៅដល់ការវិភាគខ្ញុំមានព័ត៌មានល្អមួយចង់ចែកម្លែកទៅកាន់បងប្អូនមួយរយៈក្រោយនេះដែលតាក់ទងនឹងប្រទេសអ៊ឺរ៉ង់នឹងឯងដែលលោកអាលីខាម៉ានីហ្នឹងជាអ្នកដឹកនាំអញ្ញបានថាជាអ្នកមានអំណាចក៏ដូចជាអ្នកមានឥទ្ធិពលខ្លាំងមួយរូបនៅប្រទេសអារ៉ង់ហ្នឹងដែលគេបានធ្វើឃាតគាត់កាលពីថ្ងៃទី1នៃការចាប់ផ្ដើមសង្គ្រាមរវាងជាមួយនឹងអាមេរិកហើយនិងអ៊ីស្រាអែលហ្នឹងអញ្ចឹងជំវិញទៅលើហេតុផលមួយហ្នឹងគឺអញ្ញបានថាមានការលើកឡើងមួយចំនួនធំមែនតើដែលគេបាននិយាយថាគាត់ជាអ្នកមានអំណាចមួយគាត់ជាអ្នកមានឥទ្ធិពលមួយរូបដែរប្រចាំប្រទេសមួយដ៏ធំដែលខ្លាំងដូចគ្នាហេតុអីបានគាត់ស្លាប់ងាយមែនតើធម្មតារយៈពេលថាមួយថ្ងៃ24ម៉ោងគឺគាត់បានស្លាប់ក្រោយពីចាប់ផ្ដើមសង្គ្រាមហ្នឹងអញ្ចឹងជុំវិញទៅលើហេតុផលហ្នឹងមិនមែនថាគឺអាយបានថាគឺគាត់ពលីតែម្ដងគឺគាត់មិនមែនអាយបានថាបើសិនជាករណីថាគាត់អត់ចង់ស្លាប់ក៏បានដែរក៏ប៉ុន្តែគឺមានរមមួយលើកឡើងថាគឺគាត់ពលីគឺគាត់សុកចិត្តស្លាប់មិនមែនថាគឺគេសម្រាប់គាត់ងាយស្រួលបានដូចបកឆេកចឹងទេហ្នឹងហើយអញ្ចឹងកន្លែងហ្នឹងខ្ញុំចង់លើកឡើងមកគឺកន្លែងហ្នឹងគឺបញ្ជាក់ថាគាត់សុកចិត្តស្លាប់ដើម្បីអីគឺដើម្បីឲ្យដាស់ស្មារតីប្រជាជនដែលកាន់សាសនាទៅលើអ៊ីស្លាមហ្នឹងឲ្យកាន់តែរួបរวมគ្នាផលហ្នឹងគឺគាត់ធ្វើដើម្បីឲ្យប្រទេសអារ៉ង់ក៏ដូចជាជនជាតិអារ៉ង់ដែលកាន់សាសនាទៅលើអ៊ីស្លាមហ្នឹងកាន់តែរួបរวมគ្នាបន្ថែមទៀតអញ្ចឹងសួរថាបើសិនជាករណីថាអ្នកមានអំណាចមួយរូបដែលពួកគេតែងតែគោរពបានស្លាប់ចឹងសួរថាតើពួកគាត់ទាំងអស់គ្នាដែលកាន់សាសនាអ៊ីស្លាមហ្នឹងថាតើគាត់សុខចិត្តឬមួយក៏អត់ពីព្រោះសាសនាអ៊ីស្លាមធំមែនតើបងប្អូនធំខ្លាំងចឹងអាចបានថាសង្គ្រាមមួយនេះរវាងអ៊ឺរ៉ង់ជាមួយនឹងអាមេរិកហើយនិងអ៊ីស្រាអែលគឺនៅតែបន្តមិនថាអឺគឺអាចបានថាគឺអត់អាចបញ្ចប់ក្នុងរយៈពេលខ្លីទេពីព្រោះបច្ចុប្បន្នគឺកាន់តែក្តៅកគុកទៅក្តៅទៅហើយយើងអាចមើលឃើញបានអ៊ឺរ៉ង់បាញ់អាចបានថាបាញ់រហូតដល់ទូតអាមេរិកនៅប្រទេសណាដែលមានទូតអាមេរិកគឺអ៊ឺរ៉ង់បាញ់ទាំងអស់គឺលេងខ្វល់ហើយអញ្ចឹងខ្ញុំចង់បញ្ជាក់កន្លែងហ្នឹងដូចគ្នាបងប្អូនមិនមែនអ៊ឺរ៉ង់ប្រកាសសង្គ្រាមគ្រប់ប្រទេសទេណាបងប្អូនអ៊ឺរ៉ង់គឺ target តែមួយទេគឺបាញ់តែអាមេរិកទេអញ្ចឹងបានន័យថាប្រទេសណាដែលមានមូលដ្ឋានទ័ពរបស់អាមេរិកក៏ដូចជាមានទូតរបស់អាមេរិកនៅហ្នឹងគឺអ៊ឺរ៉ង់បាញ់ទាំងអស់អញ្ចឹងបានន័យថាមិនមែនអ៊ឺរ៉ង់ឈ្លានពានប្រទេសផ្សេងទេហើយក៏មិនមែនអ៊ឺរ៉ង់បាញ់ប្រទេសប្រកាសសង្គ្រាមជាមួយនឹងប្រទេសផ្សេងទេប៉ុន្តែអ៊ឺរ៉ង់ប្រកាសសង្គ្រាមជាមួយនឹងអាមេរិកហើយបច្ចុប្បន្នអញ្ចឹងយើងងាកមកមើលពីតម្លៃមាសវិញតម្លៃមាសបងប្អូនដឹងស្រាប់ហើយនៅពេលដែលមានសង្គ្រាមអញ្ចឹងទាំងខ្ញុំទាំងបងប្អូនដែលជា trader retail trader មួយចំនួនក៏ដូចជា central bank ធំហើយជាមួយនឹងបងដែលជា investor ធំទៅលើការ trade ហ្នឹងគឺបច្ចុប្បន្នគឺគេងាកមកមើលពីតម្លៃមាសហ្នឹងឯងជា safe haven មួយល្អមែនតើមិនមែនតែមាសទេណាបងប្អូនមាសប្រេងប្រាក់នឹងមានការកើនឡើងក្នុងពេលឆាប់នេះដឹងតែកើនឡើងតែម្ដងបងប្អូនហើយអាចនឹងកើនឡើងខ្លាំងលើសពីការរំពឹងទុករបស់យើងទៀតអញ្ចឹងសួរថាតើនៅពេលដែលមានសង្គ្រាមចឹងកើតឡើងនៅពេលដែលមានរឿងចឹងបងប្អូនហ៊ានលក់មាសអត់នេះគឺជាសំណួរដែលចាក់ដោតដូចគ្នាអញ្ចឹងត្រូវហើយដូចខ្ញុំនិយាយបញ្ជាក់ដែរកាលពីមុនវីដេអូដូចគ្នាមាសគឺធ្លាក់ទិញឲ្យតែចោះគឺយើងនឹងព្យាយាមទិញចោះកាន់តែខ្លាំងយើងមានឱកាសទិញយកផលចំណេញកាន់តែច្រើនអញ្ចឹងកុំឲ្យវែងឆ្ងាយយូរយើងមកមើលពីតម្លៃមាសទាំងអស់គ្នាតម្លៃមាសឈប់ខ្ញុំធ្វើការ record ជូនបងប្អូនតម្លៃមាសបច្ចុប្បន្នគឺនៅតម្លៃ$5,355ចាំតិចបងប្អូនចាំតិចខ្ញុំចាប់ផ្ដើម record ឲ្យមើលហ្នឹងហើយអញ្ចឹងបច្ចុប្បន្នតម្លៃមាស$5,356.57ហើយកាលពីម្សិលមិញនេះធ្លាក់មាសបានធ្លាក់រហូតដល់ចាប់ពីតម្លៃ5,410ជាងមកធ្លាក់មក150លេខជាងអញ្ចឹងវាជាតម្លៃល្អក៏ដូចជាឱកាសល្អដែរកាលពីយប់មិញបើសិនជាបងប្អូននៅក្នុងក្រុមគឺគាត់នឹងបានចូលតាម signal របស់ខ្ញុំតម្លាក់ហើយព្រ
ព្រោះកាលពីម្សិលមិញហ្នឹងខ្ញុំយប់មិញមកតែម្ដងគឺខ្ញុំឲ្យធ្វើការទិញតាំងពីតម្លៃនេះមក5200ស្ដើងមកដូចគ្នាអញ្ចឹងឥឡូវគឺយើងបានធ្វើការបិទទៅលើផលចំណេញមួយចំនួនហើយអញ្ចឹងសម្រាប់បងប្អូនដែលបានកំពុងតែមើលវីដេអូនេះយើងអាចនៅតែធ្វើការបន្តទិញទៅលើតម្លៃមាសបានតម្លៃមាសគឺវាមានការកើនឡើងខ្ពស់ណាបងប្អូនតម្លៃដែលខ្ញុំរំពឹងទុកគឺបានខ្ញុំបានដាក់ដូចគ្នាកាលពីវីដេអូមុនតម្លៃដែលយើងនឹងពឹងទុកក្នុងពេលឥឡូវគឺ$5500ក្នុង1អោនព្រោះតម្លៃមួយនេះក៏វាមិនមែនជាតម្លៃដែលអាចនិយាយថា strong សម្រាប់ដល់ពេលវាឡើងទៅវានឹងបកមកក្រោមវិញខ្លាំងទេតម្លៃនេះគ្រាន់តែជាការរំពឹងទុកមួយថាវានឹងឡើងទៅដល់ក្នុងរយៈពេលខ្លីអញ្ចឹងបានន័យថាបើនិយាយស្រួលយល់គឺវានឹងអាចឡើងដល់ត្រឹមរយៈពេល1ថ្ងៃឬមួយក៏2ថ្ងៃហើយវានឹងបន្តកើនឡើងទៀតមិនមែនត្រឹមប៉ុណ្ណឹងហើយចុះមកក្រោមទេណាបងប្អូនគ្រាន់ថាជាតម្លៃមួយដែលយើងធ្វើការកាត់ទៅលើផលចំណេញសម្រាប់យើងទិញទៅលើតម្លៃមាសអញ្ចឹងកុំឲ្យវែងឆ្ងាយយើងអាចធ្វើការទិញទៅលើតម្លៃមាសបានក្នុងពេលឥឡូវហើយសម្រាប់ target គឺដដែលដែលខ្ញុំនិយាយបញ្ជាក់បងប្អូនអញ្ចឹងតម្លៃមាសគឺនៅតែមានការកើនឡើងទេហើយ target របស់យើងត្រឹមប៉ុណ្្នឹងសិនព្រោះ target ទី2អាចនឹងលើនឹងទៀតបងប្អូនក៏ប៉ុន្តែយើងធ្វើតាមមតនការអញ្ចឹងអូខេយើងអាចទិញមាសក្នុងពេលឥឡូវបានតម្លៃដែលយើងរំពឹងទុកថានឹងឡើងទៅដល់5470ទៅ5500យើងនឹងធ្វើការត្រៀមកាត់ទៅលើផលចំណេញអញ្ចឹងថ្ងៃហ្នឹងខ្លីៗខ្ញុំមានតែប៉ុណ្្នឹងទេខ្ញុំមកនិយាយពី fundamental ក៏ដូចជា technical រួមផ្សំជាមួយនឹងគ្នាតែម្ដងសម្រាប់បងប្អូនដែលអត់ទាន់បានចូលក្រុមទេបងប្អូនអាចចូលក្រុមជាមួយនឹងខ្ញុំបានដែលខ្ញុំបានដាក់ link ហ្នឹងហើយមួយទៀតសម្រាប់បងប្អូនដែលចង់ចាប់ផ្ដើមរៀនសូត្របងប្អូនដែលចង់សិក្សាស្វែងយល់ទៅលើវិស័យមួយនេះល្អមែនតើបងប្អូនអាចសាកសួរជាមួយនឹងខ្ញុំសិនបានខ្ញុំជាអ្នកណែនាំជាអ្នកបង្រៀនបងប្អូនដើម្បីចូលជៀសវាងទៅលើការខាតបង់ក៏ដូចជាយើងtrade ទទួលបានផលចំណេញជាប្រចាំថ្ងៃយើងធ្វើជាលក្ខណៈ long term បែបយូរអង្វែងមិនមែនធ្វើជាលក្ខណៈ gambling ទេណាបងប្អូនក្នុងវិស័យនេះបើយើងធ្វើត្រូវគឺជា investing ក៏ប៉ុន្តែបើសិនជាយើងធ្វើខុសគឺជា gambling ហ្នឹងហើយអញ្ចឹងមានតែពីរហ្នឹងទេអូខេអញ្ចឹងថ្ងៃហ្នឹងខ្ញុំមានតែប៉ុណ្្នឹងទេសម្រាប់មកចែកម្លែកបងប្អូនផឹកនេះគឺយើងបាន take profit មួយចំនួនដូចគ្នានៅក្នុងក្រុមហ្នឹងហើយអញ្ចឹងអរគុណបងប្អូនទាំងអស់គ្នា